ហើយមួយទៀតគឺអ្នកនេះដឹងគឺលុយយន់ឬក៏លុយបោះប្រទេសចិនហ្នឹងគឺធ្លាក់ខ្លាំងមែនតើធ្លាក់ដល់ចំណុចមួយដែលវាក្រោមទៅការដែលធ្លាក់ខ្លាំងនៅឆ្នាំ2007ផងដែរការឆ្នាំ2007គឺលុយចិនធ្លាក់ដល់ចំណុចនេះឥឡូវធ្លាក់ក្រោមនៅចំណុចនេះទៀតអាយ៉ាអាក្រក់ខ្លាំងមែនតើហើយមួយទៀតគឺមាសក៏បានធ្វើការឡើងថ្លៃរហូតដល់$4000ផងដែរនៅពេលដែលលុយចិនគឺកំពុងធ្វើការធ្លាក់ខ្លាំងនិយាយចំវាដូច dominant ឬក៏ balance អញ្ចឹងនៅពេលដែលលុយចិនគាត់ធ្វើការធ្លាក់កម្លៃមាសឬក៏តម្លៃផ្សេងៗគឺធ្វើការឡើងដោយសារតែប្រទេសចិនគាត់ក៏មានការ refer តាក់ទងឬក៏តុកជាមួយនឹងមាសផងដែរអញ្ចឹងគេត្រូវការធ្វើការដោះដូរដើម្បីធ្វើការឲ្យលុយចិនហ្នឹងគឺមាន potential ផ្សេងៗឬក៏អាច balance ផងដែរនិយាយចំនៅក្នុងចំណុចនេះខ្ញុំគិតថាវាជា strategy របស់ចិនដែលធ្វើឲ្យលុយគាត់ធ្លាក់ចុះខ្ញុំគិតថាវាជាល្បែងដែលគេលេងឬក៏ game theory របស់គេមែនតើអញ្ចឹងយើងចាំមើលអស់ទៀតតើមានរឿងអ្វីកើតឡើងនៅក្នុងពិភពលោក economy ឬក៏ system ដែលគេកំពុងធ្វើការអញ្ញាប្រយុទ្ធតាក់ទងពីរឿងដែលតាក់ទងជាមួយនឹងពន្ធផងដែរហើយមួយទៀតនៅក្នុងបន្ទប់ market insight របស់យើងដែលធីមការងារយើងគាត់ព្យាយាម update ច្រើនមែនតើតាក់ទងពីព័ត៌មានមួយចំនួនដែលអញ្ញានេះនៅខាងក្រៅក៏ដឹងទេហើយព័ត៌មានហ្នឹងគឺជាព័ត៌មានដែលយើង focus ឬក៏ជា data តន័យដែលយើង provide ព្រោះបន្ទប់ insight ហ្នឹងគឺខ្ញុំព្យាយាមប្រាប់ធីមការងារព្យាយាមយកតន័យមួយចំនួនដែលបន្ទប់ខាងក្រៅឬក៏ជីវិតខាងក្រៅក៏ពិភពខាងក្រៅដែលមានវាមិនមែនថាវាអត់មានគឺវាមានដែរប៉ុន្តែវាយើង focus ទៅលើ potential មួយដែលវាល្អទៅកាន់សហគមន៍របស់យើងឬក៏អ្នកដែលគាត់ធ្វើការ trading ផងដែរព្រោះសហគមន៍យើងគឺជាសហគមន៍មួយដែលយើងព្យាយាម roll អូយភ្លេចប្រាប់អ្នកនេះមួយ Babylon ហ្នឹងគឺជាបច្ចេកមួយដែលយើងធ្វើការ airdrop ផងដែរអាណាចក្រ airdrop បានប្រាប់តាក់ទងពី Babylon យូរតាំងពីមួយឆ្នាំមុនមកម្លេះគឺយូរខ្លាំងមែនតើបច្ចុប្បន្នគឺបានធ្វើការលីសគឺឥឡូវដូចជា Babylon ដែលខ្ញុំកំពុងនិយាយក្នុងវីដេអូនេះអញ្ចឹងខ្ញុំធ្វើការមើលងាយតាក់ទងពីអាណាចក្រ airdrop ផងដែរអ្នកនេះបានលុយ free ឥតគិតថ្លៃដូចជាអាណាចក្រយើងគឺបានរហូតដល់$10000គាត់មាន wallet ច្រើនមែនតើហើយត្រាន់បានរហូតដល់$4000ត្រឹមតែមួយ wallet ទេចុះបើយើងព្យាយាមធ្វើ airdrop កាន់តែច្រើនឧទាហរណ៍អ្នកនេះមាន10 wallet ហើយត្រាន់មានមួយ wallet បាន$4000យក$4000គុណនឹង10 wallet ក៏បានប្រហែលគឺច្រើនខ្លាំងមែនតើអញ្ចឹងក៏មើលងាយតាក់ទងពីអាណាចក្រ airdrop គឺអត់អស់លុយទេអ្នកនេះធ្វើដោយ free ឥតគិតថ្លៃមែនតើគ្រាន់យើងចំណាយពេលវេលារបស់យើងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណេះហើយបន្ទប់របស់យើងគឺខ្ញុំព្យាយាម update រាល់ពេលដែលយើងមានអីពិសេសចែកជូនអ្នកនេះហើយអាណាចក្រ signal យើងគឺខែនេះគឺ stop loss មែនគឺអញ្ញាចូលមក stop loss ប្រហែលតែឥឡូវគឺយើងទទួលបាន TP មកវិញហើយ TP របស់យើងគឺចាប់ផ្ដើមទទួលបានមកវិញហើយកើបលុយចាប់ផ្ដើមរៀងមែនតើអញ្ចឹងយើងព្យាយាមធំហើយយើងធ្វើអាចធ្វើទៅបានទៀតព្រោះរាល់ខែគឺយើងអត់ដែលមាន stop loss ច្រើនទេគឺយើងមាន stop loss តិចមែនតើហើយយើងមាន potential TP របស់យើងឬកើបលុយជាមួយនឹង take profit របស់យើងច្រើនមែនតើហើយយើងក៏ខំយើងអាច keep going ទៅមុខទៀតហើយឈ្នះទាំងអស់គ្នាព្រោះថាបន្ទប់យើងគឺបើយើងចាញ់ក៏យើងចាញ់ទាំងអស់គ្នាបើយើងឈ្នះទាំងអស់គ្នា win win together ផងដែរ